ជាមួយនឹងវិរៈកងទ័ពដើម្បីទាមទារសិទ្ធិការពារដែនស្ថានភាពព្រំដែនប្រទេសកម្ពុជាប្រជាពលរដ្ឋយើងកំពុងតែរងទុក្ខដោយសារតែការជំនះខ្លួនប្រជាពលរដ្ឋយើងជាច្រើនរូបកំពុងតែរងរបួសដោយសារការឈ្លានពានពីកងទ័ពថៃប្រជាពលរដ្ឋយើងជាច្រើនកំពុងតែបាត់បង់ជីវិតដោយសារការបាញ់ប្រហារយ៉ាងខុសខើពីសំណាក់កងទ័ពថៃដូច្នេះយើងត្រូវតែបង្វែរកម្មវិធីថ្ងៃនេះចូលរួមជាមួយនឹងប្រជាពលរដ្ឋខ្មែរដែលជំហររបស់គណៈបកកម្លាំងជាតិគឺគណៈបកកម្លាំងជាតិបានបង្ហាញជំហរគឺយើងតស៊ូដោយឈរលើស្មារតីនៃអ្នកតស៊ូដើម្បីប្រជាធិបតេយ្យយើងតស៊ូយើងជ្រើសរើសផ្លូវតស៊ូដោយឈរលើគោលការណ៍ប្រជាធិបតេយ្យសេរីពហុបកហើយឈ្មោះទៅការដឹកនាំប្រទេសពីមូលដ្ឋានរហូតដល់ថ្នាក់ជាតិតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ហើយចំហរបស់គណៈបកកម្លាំងជាតិគឺប្រឆាំងដាច់ខាតបរទេសដែលមានគោលបំណងនៅក្នុងការឈ្លានពានទឹកដីប្រទេសកម្ពុជាគណៈបកកម្លាំងជាតិនៅតែប្រកាន់ជំហររួបរวมសាមគ្គីប្រជាជាតិខ្មែរតែមួយរួមគ្នាជាមួយនឹងប្រជាពលរដ្ឋទាំងក្នុងប្រទេសទាំងជុំវិញពិភពលោកចាប់ដៃគ្នាយ៉ាងរឹងមាំគ្រប់និន្នាការគណៈបកនយោបាយលើកទឹកចិត្តវិរៈកងទ័ពនៅក្នុងការពារបរណភាពទឹកដីប្រទេសកម្ពុជា